ប្រទេសម៉ាឡេស៊ីបានចុះកិច្ចព្រមព្រៀងជាមួយនឹងក្រុមហ៊ុន KNDS ដើម្បីទិញកាំភ្លើងធំស្វ័យប្រវត្តិស៊ីសាចំនួន18គ្រឿងពីបារាំងបើយោងតាម Army Recognition បានចុះផ្សាយនៅថ្ងៃទី16ខែមិថុនាកន្លងទៅក្រសួងការពារជាតិម៉ាឡេស៊ីបានចុះកិច្ចព្រមព្រៀងជាមួយនឹងបារាំងដើម្បីទិញកាំភ្លើងធំស៊ីសា155មីលីម៉ែត្រយកមកបំពាក់ឲ្យកងទ័ពជើងគោករបស់ខ្លួនពីព្រោះកន្លងមកម៉ាឡេស៊ីបានបញ្ជាទិញនៅកាំភ្លើងធំធន់ស្រាល105មីលីម៉ែត្រ LG1 MK3 ពីបារាំងផងដែរស៊ីសាគឺជាកាំភ្លើងធំស្វ័យប្រវត្តិ155មីលីម៉ែត្រផលិតដោយបារាំងក្នុងឆ្នាំ2008វាត្រូវបានឆ្លងកាត់ក្នុងសង្គ្រាមជាច្រើនដូចជាសង្គ្រាមនៅអាហ្គានីស្ថានសង្គ្រាមថៃឈ្លានពានកម្ពុជា2008ដល់2021ជាពិសេសសង្គ្រាមអ៊ុយក្រែនប្រឆាំងនឹងការឈ្លានពានពីសំណាក់កងទ័ពរុស្ស៊ីជាមួយនឹងទម្ងន់ 17.7 តោនទៅ 28.7 តោនអាស្រ័យតាមប្រភេទនីមួយៗបណ្ដាប្រវែង 9.94 ម៉ែត្រទទឹង 2.55 ម៉ែត្រកម្ពស់ 3.2 ម៉ែត្រសម្រាប់ MK1 ប្រើប្រាស់កង់ 6x6 និង 8x8 អាស្រ័យតាមប្រភេទនីមួយៗបំពាក់ទៅដោយកាំភ្លើងធំកណ្ដុង155មីលីម៉ែត្រដែលអាចបោចល័តបម្លាស់ទីក្នុងល្បឿន90គីឡូម៉ែត្រក្នុង1ម៉ោងលើផ្លូវស្រួលនិង50គីឡូម៉ែត្រក្នុង1ម៉ោងលើផ្លូវលំបាករត់បានចម្ងាយ600គីឡូម៉ែត្រនិងអាចបោកាត់ទឹកជម្រៅ1ម៉ែត្រ20ដោយកាំភ្លើងធំស៊ីសាមួយនេះអាចបាញ់គ្រាប់ជាច្រើនប្រភេទដោយវាអាចបាញ់បានចម្ងាយ40គីឡូម៉ែត្រសម្រាប់គ្រាប់ធម្មតានិង55គីឡូម៉ែត្រសម្រាប់គ្រាប់រ៉ូកែតនិង46គីឡូម៉ែត្រសម្រាប់គ្រាប់ M982 Excalibur តាក់ទងនឹងគ្រាប់មួយនេះដែរវាអាចកាច់ចង្កូតបត់បែនតាមស្វែងរកសត្រូវរបស់វាគ្រប់ទីកន្លែងទាំងអស់និងគ្រាប់របស់វានីមួយៗក៏មានបំពាក់ទៅដោយប្រព័ន្ធ GPS នាំផ្លូវបាញ់បាន6គ្រាប់ក្នុង1នាទីវាមានប្រព័ន្ធគ្រប់គ្រងនិងបញ្ជាបាញ់ដោយស្វ័យប្រវត្តិប្រព័ន្ធទំនាក់ទំនងនិងផ្កាយរណបដើម្បីស្វែងរកគោលដៅនិងកំណត់គោលដៅនៃការបាញ់រថយន្តដែលបន្ទុកកាំភ្លើងធំមួយនេះទូខ្លួនរបស់វាអាចការពារពីការវាយប្រហារដោយគ្រាប់កាំភ្លើងយន្តមានដែលបង្កប់ក្នុងដីនិងមានប្រព័ន្ធការពារ NBC ប្រព័ន្ធកាត់បន្ថយកម្ដៅនៃការបាញ់គឺមានន័យថាវាអាចបាញ់បានច្រើនគ្រាប់ក៏នឹងរបស់វាមិនងាយឡើងកម្ដៅនោះទេដោយសារតែមានប្រព័ន្ធនេះប្រព័ន្ធគ្រប់គ្រងសមរភូមិ Battlefield Management System គឺអាចឲ្យកងកាំភ្លើងធំមួយនេះអាចគ្រប់គ្រងសមរភូមិប្រយុទ្ធតាមផែនទី Digital ទាហានដែលកាន់កាំភ្លើងធំអាចដឹងពីចលនាប្រែប្រួលរបស់សត្រូវនិងកំណត់ទីតាំងសត្រូវបានយ៉ាងច្បាស់កាំភ្លើងធំស្វ័យប្រវត្តិស៊ីសាប្រើប្រាស់កម្លាំងទាហាន3ទៅ5នាក់វាត្រូវបានបង្ហាញខ្លួនបានយ៉ាងល្អក្នុងសង្គ្រាមរវាងរុស្ស៊ីនិងអ៊ុយក្រែន